ដើរលេងស្រុកគេចិត្តចេះតែនឹកឃើញស្រុកខ្មែរជាពិសេសទេសភាពព្រៃភ្នំបៃតងស្រស់បំព្រងអញ្ចឹងហើយដល់ងាកមកខាងឆ្វេងដៃនេះឃើញកន្លែងគេលក់អីអញ្ចឹងចិត្តខ្ញុំទៅនឹកឃើញដល់ពេជ្រនិលអីណាណោះពេលយើងទៅលេងកំពង់សោមជិះតាមផ្លូវហើយយើងឈប់ញ៉ាំអីតាមផ្លូវប៉ុន្តែនេះគឺនៅលើកោះអ៊ូវ៉ាហ៊ូនៅហាវ៉ៃនេះអាកន្លែងវាអញ្ចឹងចេះនឹកឃើញអើយស្រុកយើងណោះមានទឹកអំពៅមានពងទាកូនមានមឹកអាំងអីឆ្ងាញ់សប្បាយយ៉ាងណាវាធំអញ្ចឹងទុកចោលគួរឲ្យស្ដាយមែនទែនហើយបើកលេចមើលទឹកសមុទ្រគេនេះវិញខ្ញុំទទួលស្គាល់ថាស្អាតមែនទេសភាពគេនេះបងប្អូនឃើញនៅក្នុងវីដេអូខ្ញុំប៉ុណ្ណឹងឯងប៉ុន្តែនៅខាងក្រៅស្អាតជាងនឹងឆ្ងាយពីព្រោះអីយើងមើលឃើញទិដ្ឋភាពធំល្វឹងល្វើយហ្មងមិនមែនដូចនៅក្នុងអេក្រង់ទូចអញ្ចឹងហើយពណ៌ទឹកសមុទ្រគេក៏រៀងដិតជាងនៅក្នុងកាមេរ៉ាអញ្ចឹងដែរវាស្រស់ស្អាតពណ៌ហ្គាច់ហើយវាធ្វើឲ្យយើងមើលទៅឃើញមានអារម្មណ៍ត្រជាក់ល្ហឹមត្រជាក់ស្រឹមហ្មងដល់តែទេសភាពស្អាតពេកអញ្ចឹងទ្រាំអត់បានឈប់ឡានចុះមកដាក់បានពីបៃប៉ោះដែរហ្នឹងបងប្អូនដោយសារទេសភាពស្អាតជាងមនុស្សអញ្ចឹងយើងថតទេសភាពច្រើនជាង